chả lâu mấy bao rót chả lâu để nè ra có mơ mấy ba trăm mấy bạn à lâu rót chập mấy thôi rồi solar rót bà chẳng mấy lấy gì bao rót đấy chứ bà nhưng mà đứng là tôi chắc mấy cho ngay ai tại đại nhưng đại nhưng mà đây tôi được nó nhầm tên là đường mòn sai bà chắc bên đây tha mấy cho có nó thì hiện đại solar vô cầm đau phải tết nó bao rót tiền là bà anh đang dân miền bắc này phải bao rót tiền là bà miền ai đang số đấy bà số bà anh nhà đòi chăm bát sàn bồn thuyền sông là món cài cổ rụp bài đom lục thùng tiêu này ở nhà bảo lúc rồi này cái nhà nâng prey mất đời này dùng mình tam đan rồi cặp sai trên pi ông của phim SBT News ông của phim sa pol miền sài hà chít bà cận nạp bênนี้คือวิลเลียมเอาตัวมุ้ยหนึ่งสายสมุนตีจุบbà từ ngày tí mà phơi bầm pi khai cả đá pi pon mà phơi bầm muối hayរឿងនេះគឺជារឿងមួយថ្មីចេះបាទតាំងពីខ្ញុំធ្វើជាអ្នកសារព័ត៌មានមកដូចអត់ដែលបានជួបទេរឿងនេះបាទរឿងនេះគឺជារឿងថ្មីចេះទៀតហើយបងប្អូនថ្មីចេះតែម្ដងបាទខ្ញុំថាថ្មីចេះព្រោះរឿងនេះបងប្អូនស្ដាប់ទៅហាក់បីដូចជាមិនដែលបានជួបទេប៉ុន្តែខ្ញុំគិតថាសម្រាប់អង្គភាពខ្ញុំជារឿងថ្មីចេះបាទរឿងនេះគឺជារឿងថ្មីចេះហើយថ្មីតែម្ដងបាទដោយសារតែលោកបាទអង្គុយក្បែរខ្លួនខ្ញុំនេះគាត់ឈ្មោះថាជ្រាស៊ីណាបាទគាត់គឺជាម្ចាស់អាជីវកម្មបើកភោជនីយដ្ឋានរស្មីផ្កាយពេជ្របាទរស់នៅឯខេត្តត្បូងឃ្មុំឯនេះឯណោះបាទហើយយប់នេះស្កាត់មកជួបលោកចាងវាងផ្ទាល់តែម្ដងនៅក្នុងរាជធានីភ្នំពេញបាទរឿងនេះតាក់ទងទៅនឹងរឿងបាទគាត់ថាតាក់ទងទៅថ្មីឆេះតែម្ដងបាទតាក់ទងទៅនឹងរឿងគាត់ថាគាត់បានរងភាពអយុត្តិធម៌បាទដោយសារគេហៅថាប្រធានអគ្គិសនីកម្ពុជាប្រធានអគ្គិសនីខេត្តត្បូងឃ្មុំបាទលោកប្រធានអគ្គិសនីខេត្តត្បូងឃ្មុំរឿងអីបានឲ្យម្ចាស់អាជីវកម្មនេះលោកមកដល់អង្គភាព SBT នៅរាជធានីភ្នំពេញបាទហើយសូមបងប្អូនជួយ share ឲ្យដឹងលោកគេហៅថាអគ្គិសនីទាំងអាដាមគេហៅថារដ្ឋមន្ត្រីបាទពិសេសគឺអគ្គិសនីកម្ពុជាសង្ឃឹមថាបុគ្គលិកបាទអគ្គិសនីកម្ពុជានឹងគឺនឹងបានមើលវីដេអូនេះតិចទៅកិច្ចសម្ភារបាទហើយរឿងនេះគឺតាក់ទងនឹងខេត្តត្បូងឃ្មុំបាទហើយដោយគាត់ចោទថាគាត់នឹងបានតសូឡាណាបងប្អូនបាទតសូឡាអញ្ចឹងទៅហើយគាត់ថារោងភាពអយុត្តិធម៌អ្វីគាត់ធ្វើតាមច្បាប់ទាំងអស់តើលោកប្រធានអគ្គិសនីប្រចាំខេត្តត្បូងឃ្មុំហេតុអីបានធ្វើឲ្យគាត់ឈឺចិត្តរត់មកពឹងសារព័ត៌មានបាទហើយឬជារឿងថ្មីមួយដែរបាទហើយអញ្ចឹងសូមបងប្អូនជួយចែករំលែកវីដេអូនេះផងពិសេសគឺបងប្អូនអ្នកខេត្តត្បូងឃ្មុំពិសេសអ្នកដែលមានអាជីវកម្មបាទបងប្អូនអ្នកបាទពិសេសគឺបងប្អូនអ្នកដែលមានអាជីវកម្មបាទអ្នកបានតឡើងសូឡាបាទអ្នកដែលបានតឡើងសូឡានេះបងប្អូននេះជាមេរៀនមួយណាបងប្អូនណាបាទមិនមែនជារឿងមួយធម្មតាណាពិសេសអ្នកដែលអាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជាហើយបងប្អូនតាមដានរឿងនេះវាជារឿងមួយដែលត្រូវតែតាមដានព្រោះរឿងនេះវាមានសារៈប្រយោជន៍ណាស់ពីរឿងតាក់ទងទៅនឹងអាជីវកម្មដែលគាត់ពឹងផ្អែកទៅលើសូឡាពីព្រោះការសន្សំសំចៃអគ្គិសនីវាស្របពេលដែលវិបត្តិសេដ្ឋកិច្ចសកលវាមានការឡើងថ្លៃដូចជាប្រេងម៉ាស៊ូតសាំងហ្គាសពិសេសគឺអគ្គិសនីបាទឡើងថ្លៃយ៉ាងហើយប្រជាពលរដ្ឋយើងមួយចំនួនគាត់បើកអាជីវកម្មខ្នាតតូចមធ្យមនេះគាត់ងាកមកប្រើសូឡាបាទប៉ុន្តែការប្រើសូឡានេះសម្រាប់នៅខេត្តត្បូងឃ្មុំនេះគឺគាត់រងភាពអយុត្តិធម៌ពីអគ្គិសនីលោកប្រធានមន្ត្រីអគ្គិសនីនៅខេត្តត្បូងឃ្មុំតែម្ដងគាត់ឈ្មោះនេះមិញឈ្មោះហងមុនធឿនបាទលោកហងមុនធឿនបាទអញ្ចឹងបងប្អូនស្ដាប់ទាំងអស់គ្នាជួយ share ផងពិសេសអ្នកដែលមានអាជីវកម្មដែលប្រើប្រាស់នៅសូឡាតើខេត្តបណ្ដាផ្សេងហ្នឹងដូចករណីទៅកើតឡើងអត់ឥឡូវយើងតាមដានទាំងអស់គ្នាបាទជំរាបសួរបងប្អូនបាទជំរាបសួរបងបាទហើយយប់នេះគឺថាមកដល់ទីស្នាក់ការលោកចាងវាងយប់តែម្ដងណាបាទឈ្មោះនេះបងបាទឈ្មោះជ្រាស៊ីណាហៅវ៉ាហៅឆ្វៃកែគេស្គាល់ខ្ញុំច្រើនគេហៅថាខ្ញុំឈ្មោះវ៉ាទេបាទអញ្ចឹងមានន័យថាបងអូនគឺហៅវ៉ាឈ្មោះក្នុងបញ្ជីជាតិគឺជ្រាស៊ីណាបាទ
ហើយឈ្មោះក្រៅហៅ ហៅវ៉ា បាទហើយអ្នកនៅត្បូងឃ្មុំហើយជាស្គាល់បងអូនណា បាទស្គាល់ បងបើកអាជីវកម្មអីដែរ បាទរស្មីផ្កាយពេជ្របងរស្មីផ្កាយពេជ្រ បាទ បើកនៅក្នុងខេត្តត្បូងឃ្មុំនឹងតែម្ដង នៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ បាទហើយបងចង់សួរដល់ចំណុចនឹងវិញ បាទ មិនទេភ្លើងវាថ្លៃពេកបានភ្លើងនោះ1គីឡូបានភ្លើង ភ្លើងនៅនោះខ្ញុំប្រើច្រើន1គីឡូចូល730ប៉ុន្តែខ្ញុំគេគិតជាដុល្លារ បាទយើងក្នុងភ្លើងនៅខេត្តត្បូងឃ្មុំហ្នឹងយើងប្រើ1គីឡូបាន អានេះគេគិតជាដុល្លារបើគិតទៅចែកទៅគឺ730រៀលក្នុង1គីឡូ 1គីឡូ730រៀល បាទ730រៀល បាទដោយសារយើងរត់មិនរួចហេតុអីបានបងប្អូនងាកមកប្រើសូឡា វាគិតថាការតម្លើងសូឡាគឺជាធម្មពលមួយដែលស្អាត បាទ ហើយគឺជាការកកើតឡើងវិញ បាទ ហើយទៅខ្ញុំគិតថាវាសុខខ្មែរយើងវាសម្បូរថ្ងៃហើយការចំណាយធ្វើសូឡានេះយើងចំណាយលុយច្រើនមែនប៉ុន្តែយើងត្រូវទាមទាររយៈពេលវែងដើម្បីយើងប្រមូលផលមកវាវិញអញ្ចឹងណា បាទ បាទ ហើយបងប្អូនចាប់ដើមមើលទស្សនវិស័យបែបណានៅក្នុងធ្វើឲ្យចំណេញនៃអាជីវកម្មរបស់បងប្អូនទាំងការ៉ាអូខេទាំងភោជនីយដ្ឋានបានសម្រេចចិត្តមកប្រើសូឡានេះ បាទ មានទិសដៅបែបណាមើលឃើញទស្សនៈវិស័យសេដ្ឋកិច្ចបែបណាដែរ ខ្ញុំឃើញរដ្ឋាភិបាលឃើញគាត់ធ្វើច្រើនហើយដូចជាមួយរយៈនេះឃើញដូចអាយដាមកៅរតនៈហ្នឹងគាត់ផ្សាយឲ្យថាសុខខ្មែរយើងធ្វើនៅខាងពោធិ៍សាត់ខាងអីហ្នឹងគឺធ្វើបានច្រើនគីឡូវ៉ាត់ណាបាទដើម្បីជួយធម្មពលហ្នឹងព្រោះឥឡូវយើងវាស្អីក៏ដោយគឺត្រូវតែប្រើធម្មពល បាទ ដូចកន្លែងបងអញ្ចឹងបើសិនជាអត់មានភ្លើងគឺបងធ្វើអត់ចេញ បាទភ្លើងសំខាន់ដែរវាដាំបាយដាំអីងូតទឹកក្តៅទឹកចេះ បើសិនជាអត់ភ្លើងអត់បានឡាយទេ បាទ បាទឡាយអត់កើត បាទ ព្រោះវាត្រូវការភ្លើងត្រូវការអ៊ីនធឺណិតត្រូវការអីត្រូវការភ្លើងបាទដល់ពេលអញ្ចឹងវាក្នុងមួយខែខ្ញុំចំណាយទៅលើភ្លើងវាអស់ច្រើនដល់ពេលអញ្ចឹងទៅបានខ្ញុំសម្រេចចិត្តមកដាក់សូឡាដើម្បីកាត់បន្ថយថ្លៃដើមដើម្បីឲ្យការលក់វានៅដដែលបាទឲ្យឡើងថ្លៃ បាទ បាទហ្នឹងហើយ ហើយវាស្របពេលដែលវិបត្តិសេដ្ឋកិច្ចបាត់សេដ្ឋកិច្ច សកលផងបាទ តាំងពីសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនរហូតដល់បច្ចុប្បន្នអាមេរិកអ៊ីរ៉ង់បាទរហូតដល់កម្ពុជាជាមួយនឹងថៃទៀតថៃគ្រឿនពៀនទៀត បាទអញ្ចឹងហើយបានបងមកខំចិត្តដាក់សូឡាឥឡូវបងនិយាយថារោងភាពអយុត្តិធម៌បែបណាក្នុងការបងដាក់សម្រាប់ចិត្តដាក់ជាសូឡាដើម្បីប្រើប្រាស់ភ្លើងនេះបងមានបានបំពេញកាតព្វកិច្ចតាមច្បាប់រដ្ឋអគ្គិសនីបានចែងហើយនៅ ខ្ញុំបានបំពេញកាតព្វកិច្ចទៅតាមរដ្ឋហើយដូចជាពាក់ព័ន្ធនឹងការសុំច្បាប់ខ្ញុំបានសុំរួចអស់ហើយ បាទ ហើយច្បាប់អីហ្នឹងគឺខ្ញុំមានរួចអស់ហើយ បាទ ប៉ុន្តែខ្ញុំរងភាពអយុត្តិធម៌ អញ្ចឹងនៅខ្ញុំបងចង់សួរលោកប្អូនតិចពីព្រោះប្រហែលខែមុនតែជិតមួយឆ្នាំមុនក៏ផ្ទុះរឿងសូឡាផងដែរដែលមានការតវ៉ាពីបណ្ដាអាជីវកម្មផ្សេងដែលគាត់ជ្រើសរើសប្រើសូឡា បាទ អាហ្នឹងកាលហ្នឹងផ្ទុះក្នុងអំឡុងណានេះខ្ញុំចាំបានដែរដូចជាមានការផ្ទុះដែរ 2004បង2004 បាទ 2004ណា ការតវ៉ា ការផ្ទុះការតវ៉ាហ្នឹង បាទ ហើយតើអាជីវកម្មមួយដែលបងអូនចង់ថាឥឡូវភោជនីយដ្ឋានបងអូនទាំងរស្មីផ្កាយពេជ្របង រស្មីផ្កាយពេជ្ររបស់បងអូនទាំងភោជនីយដ្ឋានទាំងការ៉ាអូខេនេះ បាទ តើបងអូនជាពលរដ្ឋម្នាក់មុននឹងបងអូនសម្រេចចិត្តដាក់សូឡាដើម្បីទាញភ្លើងប្រើប្រាស់ បាទបង បាទតើយើងពលរដ្ឋនឹងត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះដែរ ទីមួយយើងការដែលខ្ញុំតម្លើងហ្នឹងច្បាប់គេអត់ទាន់ចែងអីជាដូចឥឡូវទេដូចឥឡូវមុនយើងដាក់យើងត្រូវសុំច្បាប់គេមុន បាទការខ្ញុំដាក់ហ្នឹងគឺដាក់មុននឹងច្បាប់គេដាក់តែង បាទមុននឹងច្បាប់គេបង្កើត បាទមុននឹងគេបង្កើតព្រោះខ្ញុំដាក់នៅក្នុងឆ្នាំ2024ហើយដល់ពេលឥឡូវបានច្បាប់គេដាក់តែងមុននឹងដាក់ត្រូវសុំច្បាប់សិនប៉ុន្តែរដ្ឋក៏គេយកចូលដែរយើងដាក់ហើយគ្រាន់តែយើងធ្វើលិខិតជូនទៅអគ្គិសនីគេទៅគេនឹងទទួលលិខិត ច្បាប់របស់យើងនឹងតែម្ដង បាទដល់ពេលខ្ញុំដាក់ច្បាប់គេព្រមអស់ហើយអីអស់ហើយយើងនិយាយការងារជាមួយគ្នាហ្នឹងបានត្រូវគ្នាអស់ច្រើនទៅហើយបាទហ្នឹងហើយដែលមានចំណុចមិនតិចផ្ទួចដែលអគ្គិសនីខាងត្បូងឃ្មុំដែលគាត់មិនបានបំពេញគ្រប់ជ្រុងគ្រប់ជ្រោយបាទធ្វើឲ្យខ្ញុំហ្នឹង
ការຕົកមិនសុខចិត្តដើម្បីមកជួបបងឲ្យជួយផ្សព្វផ្សាយឲ្យទៅថ្នាក់ដឹកនាំគាត់ដឹងថាទុកលំបាករបស់អ្នកអាជីវករដូចខ្ញុំតូចតាចនេះដែលនៅតាមខេត្តនេះដែលរងទុកលំបាកឯនេះខ្ញុំនឹងចង់និយាយប្រាប់បងដើម្បីឲ្យថ្នាក់ដឹកនាំលើដើម្បីឲ្យថ្នាក់ដឹកនាំជួយធ្វើអន្តរាគមន៍ដើម្បីជួយគាំពៀអ្នកអាជីវកម្មតូចដូចពួកខ្ញុំនេះដើម្បីឲ្យបានឈរជើងរឹងមាំបាទបើសិនជាធ្វើតែអញ្ចឹងគឺអាជីវកម្មខ្ញុំអត់អាចទប់បានទេបាទដល់ពេលទប់បានទៅបុគ្គលិកខ្ញុំ50-60នាក់ទៅណាបាទហើយខ្ញុំវាត្រូវមានបញ្ហាទៀតបញ្ហាយ៉ាងម៉េចធម្មតាយើងអ្នករស់ស៊ីយើងខ្វះខាតយើងបុលយកប្លង់ផ្ទះប្លង់ដីដាក់ប្រចាំធនាគារសិតតែមានលុយអីសុទ្ធយកមកធ្វើណាសិតតែខ្ចីលុយធនាគារយកមកធ្វើដែរបាទហ្នឹងហើយបាទឥឡូវលោកប្អូននិយាយឲ្យចំបញ្ហាមើលបាទតើអគ្គិសនីខេត្តត្បូងឃ្មុំនេះដែលថាបងអូនរងភាពអយុត្តិធម៌រងភាពអយុត្តិធម៌ត្រង់ចំណុចណាដែរលោកប្អូនបាទព្រោះខ្ញុំរងភាពអយុត្តិធម៌ហ្នឹងគឺត្រង់ចំណុចថាច្បាប់របស់អគ្គិសនីបាទមើលឥឡូវមុំហ្នឹងបាទសូមបងប្អូនអានបងប្អូនអានមើលបាទអញ្ចឹងខ្ញុំអានតាំងពីដើមមកហ្មងណាបាទអញ្ចឹងព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រអាជ្ញាធរអគ្គិសនីកម្ពុជាលេខ101សរ25អកសេចក្តីសម្រេចសេចក្តីពីការកំណត់បញ្ជីថ្លៃប៉ះប៉ូវដែលអ្នកប្រើប្រាស់អគ្គិសនីត្រូវបង់សម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនីពីប្រព័ន្ធបណ្ដាញជាតិដើម្បីបំពេញឲ្យថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់ខ្លួនអាជ្ញាធរអគ្គិសនីកម្ពុជាបានឃើញព្រះរាជកិច្ចលេខនសករកម0201 03ចុះថ្ងៃទី20ខែកុម្ភៈឆ្នាំ2001ដែលប្រកាសប្រើច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជាបានឃើញរាជក្រឹត្យលេខ054អនក្របកចុះថ្ងៃទី8ខែមេសាឆ្នាំ2025ស្តីពីគោលការណ៍វាយតម្លៃភាពត្រឹមត្រូវនៃចំណាយក្នុងអាជីវកម្មអគ្គិសនីប្រកាសរបស់ក្រសួងរ៉ែនិងធម្មពលលេខ0312រផផកអផប្រកចុះថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2024ស្តីពីការដាក់ឲ្យប្រើប្រាស់បច្ចុប្បន្នភាពគោលការណ៍សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលបទបញ្ញត្តិស្តីពីការដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាកែសម្រួលលើកទី1ដែលអនុម័តដោយសម័យប្រជុំរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើកទី428នាថ្ងៃទី26ខែធ្នូឆ្នាំ2024យោងការពិគ្រោះយោបល់សាធារណៈថ្ងៃទី12ខែធ្នូឆ្នាំ2024ដល់ថ្ងៃទី15ខែមករាឆ្នាំ2025យោងការសម្រេចនៃសម័យប្រជុំរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើកទី434ថ្ងៃទី29ខែឧសភាឆ្នាំ2025សម្រាប់ប្រការ1អ្នកប្រើប្រាស់អគ្គិសនីត្រូវទទួលបានការអនុញ្ញាតពីអាជ្ញាធរអគ្គិសនីកម្ពុជាឲ្យដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរួចប្រើប្រាស់ថាមពលអគ្គិសនីប្រព័ន្ធបណ្ដាញជាតិគុំជាមួយថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់ខ្លួនដើម្បីបំពេញឲ្យតម្រូវការប្រើប្រាស់ពេញលេញរបស់ខ្លួនត្រូវបង់ថ្លៃប៉ះប៉ូវឲ្យទៅប្រព័ន្ធបណ្ដាញជាតិដែលគិតទៅតាមចំនួនគីឡូវ៉ាត់ម៉ោងនៃថាមពលបញ្ចេញពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលតាមលក្ខខណ្ឌទំហំអនុភាពដោយមានកំណត់ក្នុងតារាងខាងក្រោមបាទទំហំអនុភាពប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបាទទំហំមិនលើសពី10គីឡូវ៉ាត់ពុំបាច់បង់ថ្លៃប៉ះប៉ូវអញ្ចឹងចាប់ពីក្រោម10គីឡូវ៉ាត់គឺអត់មានបង់លុយថ្លៃប៉ះប៉ូវទេទំហំមធ្យមដែលត្រូវបង់
លើសពី10គីឡូវ៉ាត់ដល់50គីឡូវ៉ាត់ត្រូវបង់លុយថ្លៃប៉ះបើគិតជាដុល្លារ 0.037 គីឡូវ៉ាត់ក្នុង1គីឡូវ៉ាត់ហើយគិតជាលុយរៀល148រៀលក្នុង1គីឡូវ៉ាត់ដែលយើងអាចផលិតសូឡាបានហ្នឹងលើសពី50ទៅដល់100គិតជាដុល្លារ 0.047 ស្មើនឹង188រៀលក្នុង1គីឡូវ៉ាត់លើសពី100គីឡូវ៉ាត់ទៅដល់200គីឡូវ៉ាត់ស្មើនឹងដុល្លារ 0.052 ស្មើនឹង208រៀលក្នុង1គីឡូវ៉ាត់លើសពី200គីឡូវ៉ាត់ដល់500គីឡូវ៉ាត់គិតជាដុល្លារ 0.055 គិតជាលុយរៀល220រៀលក្នុង1គីឡូវ៉ាត់លើសពី500គីឡូវ៉ាត់ដល់1000គីឡូវ៉ាត់ត្រូវគិត 0.058 គីឡូវ៉ាត់ស្មើនឹងលុយខ្មែរ232រៀលក្នុង1គីឡូវ៉ាត់លើសពី1000គីឡូវ៉ាត់ស្មើត្រូវគិតជាដុល្លារ 0.060 គិតជាលុយរៀល240រៀលក្នុង1គីឡូវ៉ាត់ក្នុងករណីអ្នកប្រើប្រាស់អគ្គិសនីមានទំហំប្រព័ន្ធអាគុយផ្ទុកថាមពលផ្គុំជាមួយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់ខ្លួនដើម្បីបំពេញឲ្យតម្រូវការប្រើប្រាស់ពេញលេញរបស់ខ្លួនហើយបរិមាណថាមពលគីឡូវ៉ាត់ដែលបញ្ចេញដោយប្រព័ន្ធអាគុយផ្ទុកថាមពលក្នុងខែណាមួយដែលមានបរិមាណ 50% នៃបរិមាណថាមពលនៃការផលិតចេញពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនោះសន្មតថាក្នុងខែនោះអ្នកប្រើប្រាស់អគ្គិសនីបានប្រើប្រាស់ប្រព័ន្ធអាគុយផ្ទុកថាមពលរបស់ខ្លួនបំពេញឲ្យតម្រូវការប្រើប្រាស់ពេញលេញរបស់ខ្លួនហើយដូច្នេះក្នុងខែនោះអ្នកប្រើប្រាស់អគ្គិសនីពុំបំរើឲ្យបង់ថ្លៃប៉ះបើខាងលើឡើយផ្ទុយទៅវិញក្នុងខែណាមួយបរិមាណថាមពលគីឡូវ៉ាត់ដែលបញ្ចេញដោយប្រព័ន្ធអាគុយផ្ទុកថាមពលនោះមានបរិមាណតិចជាង50គីឡូវ៉ាត់នៃបរិមាណថាមពលដែលផលិតចេញពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនោះអ្នកប្រើប្រាស់អគ្គិសនីត្រូវបង់ថ្លៃប៉ះបើបរិមាណថាមពលដែលមិនបានគ្រប់ទៅតាមរូបមន្តដូចខាងក្រោមថ្លៃប៉ះបើត្រូវបង់បរិមាណថាមពលអគ្គិសនីដែលផលិតពីប្រព័ន្ធពន្លឺព្រះអាទិត្យបាទអញ្ចឹងយើងផលិតពីសូឡាហ្នឹងបានប្រមាណបាទហើយគុណនឹង2ថាមពលបញ្ចេញប្រព័ន្ធអាគុយផ្ទុកគីឡូវ៉ាត់អញ្ចឹងយើងដូចថាយើងផលិតបានសូឡាបានប៉ុន្មានហើយយើងអាគុយយើងប៉ុន្មានយើងគុណនឹង2ហើយដកនឹងអាសរុបបាទចាឥឡូវយើងនិយាយដើម្បីកុំឲ្យវិញពេកបងចង់សួរលោកពូនចំណុចត្រង់ណាដែលខាងដែលបងរងភាពអយុត្តិធម៌ពីអគ្គិសនីខេត្តត្បូងឃ្មុំបាទចំណុចខ្ញុំដល់ខ្ញុំរងភាពត្រង់ចំណុចហ្នឹងបងបាទមិនដឹងទេបាទបកាទី1ហ្នឹងបកាទី1ហ្នឹងបាទអគ្គិសនីកម្ពុជាគេចែងមកថាឲ្យដកអាគុយមកឲ្យខាងខ្ញុំវិញបាទដល់ពេលខាងអគ្គិសនីគាត់ថាគាត់អត់ចេះតឡើងអាដកអាគុយហ្នឹងបាទមានរូបសញ្ញានេះខ្ញុំធ្វើឧទាហរណ៍បាទនេះបាទនេះឧទាហរណ៍បាទអញ្ចឹងបានខ្ញុំមកជួបបងហ្នឹងដើម្បីឲ្យបងជួយសបផ្សាយឲ្យលើទៅដល់ថ្នាក់ដឹកនាំដើម្បីគាត់ជួយមើលអញ្ចឹងណាអានេះគាត់ថាជាការឧទាហរណ៍ខ្លីៗណាបាទហ្នឹងនេះបងមើលទៅបាទឥឡូវលោកពូនសុំលោកពូនមើលទីជាគំរូកាមេរ៉ាចាប់គំរូឧទាហរណ៍មួយទេបាទនេះជាសូឡាបាទជាសូឡាអញ្ចឹងជួយដាក់ប្រចាំងសូឡាលើទៅបងប្អូនមានអេក្រង់បាទនេះជាសូឡាបាទអញ្ចឹងខ្ញុំទៅកាតព្វកិច្ចត្រូវធ្វើដាក់កុងទ័រនៅចំទៅនេះបាទហើយចេះអត្ថប្រយោជន៍ដែលខ្ញុំរងគ្រោះនេះគឺចំទៅនេះបាទអញ្ចឹងច្បាប់ដែលគេចែងមកគេត្រូវឲ្យដាក់កុងទ័រទៅនេះហើយដាក់កុងទ័រទៅនេះដើម្បីដកលុយដកថ្លៃអាគុយនេះឲ្យខ្ញុំវិញបាទប៉ុន្តែអគ្គិសនីខេត្តត្បូងឃ្មុំ
គាត់ថាគាត់អត់ចេះដាក់កុងទ័រនេះ ធ្វើដល់ប្រធានអគ្គិសនីអត់ចេះទៀត គាត់និយាយថាគាត់អត់ចេះដាក់កុងទ័រគាត់ថាអត់ទាន់មានបច្ចេកទេស ចាំបើមានបច្ចេកទេសចែងច្បាប់ទៅអី ខ្ញុំមិនដឹងថាខាងអគ្គិសនីថ្នាក់ជាតិគាត់ចែងច្បាប់មកអញ្ចឹងហើយអគ្គិសនីខេត្តត្បូងឃ្មុំគាត់ថាគាត់អត់មានបច្ចេកទេសដាក់កុងទ័រចេញពីអាគុយទេ បាទ ហើយអញ្ចឹងគាត់ចេះតែដាក់កុងទ័រដែរផលិតសូឡា បាទ នេះដូចជាខ្ញុំធ្វើឧទាហរណ៍អញ្ចឹងផលិតសូឡាដូចថាឥឡូវបាន100 បាទ អញ្ចឹងការប្រើប្រាស់ខ្ញុំអស់70សល់បានវាបញ្ចូលអាគុយ បាទ បញ្ចូលអាគុយ30អញ្ចឹងនេះប្រើអស់70ចូលអាគុយ30អញ្ចឹងយកអាគុយយកមក30គុណនឹង2មកឃើញបាន60អញ្ចឹងខ្ញុំមួយថ្ងៃហ្នឹងខ្ញុំផលិតបាន100គីឡូអញ្ចឹងយក100គីឡូនឹងដក60សល់40ហ្នឹងខ្ញុំព្រមបង់លុយទៅតាមបរ៉ែនទៅព្រោះបរ៉ែនរបស់ខ្ញុំហ្នឹងខ្ញុំដាក់100គីឡូត្រូវបង់លុយថ្លៃប៉ះពើគេហ្នឹង បាទ នេះបាទក្នុងបរ៉ែននេះគឺនេះបាទ បាទ 100ខ្ញុំដាក់100គីឡូត្រូវបង់លុយថ្លៃប៉ះពើ188រៀលខ្ញុំប្របង់ប៉ុន្តែដល់ពេលគាត់អត់ទៀមទានេះគាត់ទៀមទាឲ្យខ្ញុំបង់លុយ100នេះពេញ បាទ បាទដល់ពេលអញ្ចឹងដោយស្ថានភាពអញ្ចឹងគាត់ទៀមទាអញ្ចឹងខ្ញុំអត់មានលទ្ធភាព បាទ អាជីវកម្មខ្ញុំនឹងមានបញ្ហា បាទ បាទអញ្ចឹងបាទខ្ញុំកើតទុកមកសុខចិត្តមកជួបបងឲ្យបងជួយ បាទ ផ្សព្វផ្សាយបាទអញ្ចឹងមានច្បាប់គឺបានចែង បាទច្បាប់បានចែងបង បាទច្បាប់បានចែងអានតាមមាត្រានោះទៅមើល បាទមាត្រាបាទនេះមាត្រារបស់គាត់បាទ បាទច្បាប់នេះនិយាយពីច្បាប់អគ្គិសនីកម្ពុជា បាទអានេះអគ្គិសនីកម្ពុជាគាត់ចេញមាត្រាមកនេះអាជ្ញាធរបាទមើលកាមេរ៉ាបាទ នេះជាច្បាប់ជាអគ្គិសនីកម្ពុជាមក លេខ101សរ25អកបាទចេញមកបាទហើយខ្ញុំមិនមែនចេះនេះទេហើយមានត្រីអាប្រធានអគ្គិសនីកម្ពុជាអាដាមយមពិសិដ្ឋបាទនេះបាទហើយនេះបារ៉ែននេះបាទហើយនេះគេចងឲ្យបាទនេះឲ្យធ្វើការដកតាមនឹងមកណាបាទដូចខ្ញុំនិយាយបង្ហាញអញ្ចឹងធ្វើដកតាមនឹងមកសូឡាផលិតបានប្រមាណហើយអាគុយខ្ញុំមានប្រមាណដកឲ្យខ្ញុំវិញមកខ្ញុំព្រមធ្វើតាមតាបាទតាមច្បាប់រដ្ឋទាំងអស់ បាទតាមច្បាប់រដ្ឋខ្ញុំព្រមធ្វើតាមប៉ុន្តែគាត់អត់ដកឲ្យខ្ញុំដល់អត្ថប្រយោជន៍ដែលខ្ញុំបានគាត់អត់ឲ្យខ្ញុំបាទឲ្យយើងបង់ពេញទេឲ្យយើងបង់ពេញថ្ងៃមួយថ្ងៃបើឧទាហរណ៍ថាបងឯងផលិតបាន បាទដូចថាឥឡូវខ្ញុំផលិតបាន100បាទអញ្ចឹងមួយថ្ងៃបាន100អញ្ចឹងមួយខែវា300បាទអញ្ចឹងឲ្យខ្ញុំបង់300នឹងហ្មង ចេះច្បាប់ដែលបានចែងបានដកអត់ឲ្យដល់បានគុណបានបាទគុណនឹង2ព្រោះហេតុអីបានជារដ្ឋគាត់លើកទឹកចិត្តប្រកាន់ដាក់អគុយវាបច្ចេកទេសដូចថាអត់អាចធ្វើឲ្យភ្លើងឡើងចុះឧទាហរណ៍ថាថ្ងៃវាមិននឹងទេបាទដូចថាវាពេលខ្លះថ្ងៃខ្លាំងចឹងទៅវាភ្លើងឡើងខ្លាំងដល់ពេលសល់គឺវាបញ្ចូលអគុយបាទដល់ពេលបាំងពពកមេសតុំមេអីចឹងទៅគឺអគុយនោះមកជួយទប់វិញបាទអត់ឲ្យធ្វើឡើងភ្លើងឡើងចុះទេបាទអញ្ចឹងបានរដ្ឋគាត់លើកទឹកចិត្តអ្នកដែលដាក់អគុយគឺឲ្យ1គុណនឹង2ច្បាប់គាត់ចែងបាទខ្ញុំមិននិយាយច្បាប់អគ្គិសនីកម្ពុជាបានចែងហើយបាទនេះខ្ញុំមិនចេះតែនេះទេបងនេះទៅនេះបាទច្បាប់អគ្គិសនីនេះបាទមើលបងនេះអានកន្លែងម្ដងទៀតហ្នឹងមាត្រា1ហ៎បាទមាត្រា1ហ្នឹងបាទមើលអានខ្ញុំអានសារថ្មីឡើងវិញបាទខ្ញុំអានតែចំណុចតម្រឹងទេណាបាទដើម្បីក្នុងករណីអ្នកប្រើប្រាស់អគ្គិសនីមានដំឡើងប្រព័ន្ធអគុយឆាមពលផ្គុំជាមួយធម្មពលពន្លឺព្រះអាទិត្យលើដំបូលរបស់ខ្លួនដើម្បីបំពេញឲ្យតម្រូវការប្រើប្រាស់ពេញលេញរបស់ខ្លួនមានបរិមាណធម្មពលគីឡូវ៉ាត់បាទដូចថាសូឡាដូចខ្ញុំលើខាងដើមសូឡាផលិតបានប៉ុន្មានអញ្ចឹងបាទដែលបញ្ចេញដោយប្រព័ន្ធអគុយផ្ទុកធម្មពលខែណាមួយដែលមានបរិមាណចាប់ពី 50% អញ្ចឹង 50% គឺថាឥឡូវ 50% កាលណាបើសិនខ្ញុំមានអគុយ 50% ខ្ញុំអត់បង់លុយថ្លៃប៉ះពៅទេបាទព្រោះច្បាប់គេចែងមកអញ្ចឹងបាទនៃបរិមាណធម្មពលដែលផលិតចេញពីប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យលើដំបូលនោះសន្មតថាខែនោះអ្នកប្រើប្រាស់អគ្គិសនីបានប្រើប្រាស់ប្រព័ន្ធអគុយផ្ទុកធម្មពលរបស់ខ្លួនបំពេញឲ្យតម្រូវការប្រើប្រាស់ពេញលេញរបស់ខ្លួនហើយដូច្នោះក្នុងខែនោះអ្នកប្រើប្រាស់អគ្គិសនីពុំតម្រូវឲ្យបង់លុយថ្លៃប៉ះពៅឡើយបាទច្បាប់គេចែងអញ្ចឹងហើយផ្ទុយទៅវិញបាទក្នុងខែណាមួយបរិមាណគីឡូវ៉ាត់
ដែលបញ្ចេញដោយប្រព័ន្ធអគុយផ្ទុកធម្មពលនោះមានបរិមាណតិចជាង 50% នៃបរិមាណធម្មពលដែលផលិតចេញពីប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនោះអ្នកប្រើប្រាស់អគ្គិសនីត្រូវបង់ថ្លៃប៉ះពៅបរិមាណធម្មពលដែលមិនបានគ្រប់បាទដូចថាវាមិនបានគ្រប់យើងបូកដកនេះទៅតាមរូបមន្តខាងក្រោមបាទក៏ដាក់រូបមន្តមកហើយបាទនេះបាទបងលុយខ្លះប៉ះពៅបរិមាណធម្មពលអគ្គិសនីផលិតប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលប្រមាណគីឡូវ៉ាត់បាទហើយគេឲ្យគុណនឹង2ធម្មពលបញ្ចេញប្រព័ន្ធអគុយផ្ទុកគីឡូវ៉ាត់បាទនឹងអត្រាថ្លៃប៉ះពៅកំណត់ក្នុងតារាងខាងក្រោមបាទនេះតារាងប៉ុន្តែឥឡូវខ្ញុំចាប់អារម្មណ៍នៅខមមិនលោកប្អូនមួយបងប្អូនគាត់ឈ្មោះសុភាពណាបាទគាត់ថាបែបប្រហែលជាຂະຫນາດច្រើនហើយបាទបានមិនដកនឹងហើយបងធឿនឃើញទេបាទវាច្រើនដែរបងប្អូនមួយទៀតបាទខ្ញុំបានសម្រួលមួយគាត់ដែរបាទខ្ញុំថាបងឥឡូវបើបងអត់មានបច្ចេកទេសសម័យនេះគឺសម័យបច្ចេកវិទ្យាបាទអញ្ចឹងមើលតាម app ស្រួលយ៉ាងងាប់បាទអញ្ចឹងមិនបាច់បងមកដល់កន្លែងខ្ញុំទេបាទព្រោះហេតុអីបានជាគេធ្វើនឹងគេឲ្យធ្វើទៅតាម app គេអត់មាន scroll ទៅលើ Avatar ហ្នឹងគេគិតថាបើដាក់នៅលើ Avatar ហ្នឹងយើងអាចបញ្ជាបានបាទអញ្ចឹងគេធ្វើបច្ចេកវិទ្យាហ្នឹងគឺអត់ឲ្យយើងកែបានគឺឲ្យមើលទៅតាម app បាទមើលទៅតាម app ស្រួលជាងងាប់ហ្នឹងបងអញ្ចឹងបងឯងនៅហ្នឹងបងឯងចង់មើលខ្ញុំផលិតបានទៅបងបាទស្រួលជាងងាប់ហ្នឹងអត់មានអីពិបាកបងប៉ុន្តែគាត់ថាអត់ត្រូវតែដាក់កុងទ័រហួយដាក់កុងទ័រហ្នឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនថាបាទដាក់កុងទ័រហ្នឹងមិនមែន free ទេបាទខ្ញុំមិនដាក់កុងទ័រហ្នឹងនៅដាក់មិនទេបាទមើលកុងទ័របាទនេះគឺគាត់បញ្ចេញតម្លៃមកបាទខ្ញុំនេះស្អីគេនេះបញ្ជីស្អីណានៃអស់គាត់ហ្នឹងបាទសរុបទាំងអស់គិតជាដុល្លារហ្មងបាទ$1876.99 បាទហើយខ្ញុំមិនមែននិយាយទេចេះនិយាយនៅមាត់ទេមានត្រីអារបស់គាត់ឈ្មោះអគ្គិសនីខេត្តត្បូងឃ្មុំហ្នឹងឈ្មោះហងប៊ុនធឿនឈ្មោះដូចខ្ញុំដែរបាទឈ្មោះដូចបងឯងមិនមែនជាដូនមួយខ្ញុំទេណាបាទបងប្អូនបងឯងទេអត់ទេបាទមិនមែនទេខ្ញុំមានខ្សែទេបាទខ្សែខ្ញុំខ្សែមកហ្វ្រែទេបាទអញ្ចឹងអានេះខ្ញុំថាបើសិនជាគាត់មានត្រាអញ្ចឹងគាត់បើហ៊ានស៊ីលុយពេលបណ្ដាជាប់គុកអានោះបាទអត់ទេគាត់ស្អីមានត្រាទៅទៅបាទទេបាទនេះប្រធានមន្ត្រីអគ្គិសនីខេត្តត្បូងឃ្មុំបាទនេះប្រធានបណ្ដាញចែកចាយណាបាទអូបើហ៊ានវាយត្រាប៉ុណ្្នឹងហើយហ៊ានគាត់ស៊ីលុយស៊ីកាក់ខុសរឿងជាប់គុកប្រពន្ធកូនខ្មាស់គេមកបានទេវាយត្រាប៉ុណ្្នឹងប៉ុន្តែប្រហែលជាគាត់ត្រឹមត្រូវរបស់គាត់ទេខ្ញុំមើលកាមេរ៉ាចាប់នេះមើលបាទអានេះសម្រាប់អីគេអានេះអានេះកុងទ័រដែលត្រូវដាក់មកដាក់ដែលដាក់ចំចំណុចទៅនេះបងបាទនេះនៅក្រោមនេះបាទនេះកុងទ័រណាបាទនេះកុងទ័រនេះរបស់រដ្ឋឬរបស់ឯកជនរបស់យើងកុងទ័រហ្នឹងខាងអគ្គិសនីគេអ្នករៀបចំឲ្យយើងទាំងអស់គឺយើងអ្នកចេញលុយបាទអញ្ចឹងមានថាកុងទ័រហ្នឹងគឺខាងរដ្ឋនិយាយទៅបាទខាងរដ្ឋប៉ុន្តែយើងអ្នកចេញលុយបាទមានថាកុងទ័រហ្នឹងជាខាងរបស់រដ្ឋបាទរដ្ឋហ្នឹងប៉ុន្តែរបស់របរហ្នឹងសម្ភារៈរដ្ឋទាំងអស់បាទតឡើងទាំងអស់បាននិយាយយើងពលរដ្ឋហ្នឹងម្ចាស់អាជីវកម្មហ្នឹងជាអ្នកចេញលុយបាទដាក់កុងទ័រមួយទេដាក់កុងទ័រហ្នឹងគឺដាក់ចំទៅនេះដាក់ចំទៅហ្នឹងដាក់ដែលចំផលិតរួមហ្នឹងហើយនេះគឺគាត់អត់ចេះដាក់ទេបាទអញ្ចឹងមានដាក់ថាប្រយោជន៍របស់យើងអត់គាត់ដាក់កុងទ័រដាក់ដើម្បីអី control ទេក៏ដើម្បី control ថា solar យើងផលិតមួយថ្ងៃបានប្រមាណមួយថ្ងៃបានបាទមួយថ្ងៃបានបើអញ្ចឹងគាត់ដាក់នេះសម្ភារៈរបស់រដ្ឋទាំងអស់បាទប៉ុន្តែយើងជាម្ចាស់អាជីវកម្មត្រូវចំណាយលុយប៉ុន្មាននេះ1000ជាងនេះ1870 1800នេះបាទជួថ្លៃដែរអញ្ចឹងបាទកុងទ័របងបាទអាហ្នឹងកុងទ័ររបស់រដ្ឋបាទកុងទ័រ1800បាទទេគាត់មានត្រាមានអីរបស់គាត់អញ្ចឹងដូចគាត់មិនហ៊ានស៊ីលុយស៊ីកាក់ទេមកស៊ីលុយជាប់គុកចុយម៉ែហើយណាបាទអត់បានទេនោះបាទជួយនិយាយខ្លាច់មេឃរបស់រដ្ឋសិនណាបើនិយាយទៅខ្ញុំនិយាយទៅបើពីដើមមិញពីដើមអាហ្នឹងមេឃរបស់រដ្ឋអត់មេឃរបស់សាធារណជនណាបាទចាឥឡូវមេឃរបស់រដ្ឋទេឥឡូវទេអ្នកណាក៏មកមេឃបានចាប់មេឃបានឥឡូវរដ្ឋចាប់មេឃមកឬសូឡារដ្ឋបាទអញ្ចឹងមេឃឥឡូវជារបស់រដ្ឋដែរ
បាទ អូខ្ញុំអត់ដឹងទៅអូអញ្ចឹងមេចងឲ្យតែដាក់យើងដាក់ខ្ញុំអត់ឯងតោះដឹងខ្ញុំដឹងរឿងមនស្រែបាទអញ្ចឹងមានន័យថាមេទាំងអស់ឲ្យតែយើងដាក់សូឡាយកកម្ដៅព្រះអាទិត្យទៅបោះរត់ទេឥឡូវ បាទអាហ្នឹងយើងមានបារ៉ែន ព្រះអាទិត្យបោះរត់ទេឥឡូវ បាទ មានឯងដឹងសោះហ៎ មានបារ៉ែនរបស់គាត់បាទអានេះបើសិនជាយើងដាក់ក្រោម10គីឡូវ៉ាត់គឺរត់គេអត់ឲ្យយើងបង់លុយថ្លៃប៉ះអូចាដាក់ប្រហែលប៉ុន្មានខ្ញុំដាក់100គីឡូវ៉ាត់ខ្ញុំវាជាຂະຫນាតអាជីវកម្ម បាទ បើដាក់10គីឡូវ៉ាត់យើងអត់មានអីកាត់ អត់បាច់ចាំកាត់ថយទេ បាទព្រោះអានេះបងដាក់100ហ្មង100គីឡូវ៉ាត់100គីឡូវ៉ាត់មានតែពេលដែលបងប្អូនដាក់សូឡាហ្នឹងគឺបងបំលែងភ្លើងបានបង្កើតភ្លើងបានទេបាទតែថាពេលដែលបងដាក់សូឡាហ្នឹងទៅរៀបចំចឹងទៅបងវាចង់និយាយថាបងវាចាប់ព្រះអាទិត្យអានេះចាប់ព្រះអាទិត្យមកព្រះអាទិត្យមករត់ទេលើធូរអីអត់ដឹងអត់ទេអត់ដឹងវាឯងដឹងមកយកនេះអត់តាមដានរឿងអាគីអត់ដឹងតាមដានភ្លើងដាច់ភ្លើងអីដឹងបាទជួយទៅវាស្មាយណាវាធ្វើឲ្យខ្ញុំជំរុញធ្វើឲ្យខ្ញុំដាក់សូឡាហ្នឹងក៏ដោយសារភ្លើងវាថ្លៃភ្លើងដាច់ទេថ្លៃហើយអាសាដាច់ទៀតភ្លើងទៅមកខ្ញុំថ្លៃតម្លៃវា730បាទហើយ730ហើយភ្លើងអាសាដាច់ភ្លើងប្រើមកពីយួនឬប្រើមកពីណាដូចជានៅខាងនោះដូចឃើញភ្លើងមកពីវៀតណាមហ្នឹងទៅបងមកពីយួនណាបាទអូចឹងឯងបានដល់ពេលភ្លើងថ្លៃបងប្អូននឹងគេមកបាទដាក់សូឡាហើយដល់ពេលអាសាដាច់វាត្រូវឆេះម៉ាស៊ីនណាហុចប្រេងឡើងថ្លៃណាហើយបានជាខ្ញុំជំរុញដាក់សូឡាហ្នឹងពេលដាច់ទៅពេលថ្ងៃយើងសូឡាយើងផលិតបានយើងប្រើទៅណាអាជីវកម្មដែលហុយទីឋានរបស់យើងក្រៅគេរបស់យើងទេនៅកន្លែងយើងបាទប៉ុន្តែអានេះមានន័យថាបងប្អូនដាក់ក្នុងជំរឿប្រហែល100គីឡូវ៉ាត់បាទ100គីឡូវ៉ាត់មានថាសូឡារបស់បងប្អូននេះគឺបងប្អូនបំលែងវាបាន100គីឡូវ៉ាត់ក្នុង1ម៉ោងបើសិនជាថ្ងៃក្តៅខ្លាំងខ្ញុំអាចផលិតភ្លើងបាន100គីឡូវ៉ាត់ក្នុង1ម៉ោងមកឆ្លាតធំណាស់ណាធំបាទវាខ្នាតធំបាទចឹងហើយបានកុងប៉ុន្តែយើងដាក់កុងទ័រតែមួយទេដាក់កុងទ័រនេះដាក់កុងទ័រដែលសូឡាខ្ញុំផលិតរួមបាទអានេះក៏ខ្ញុំពិសេសដាក់100នេះគឺដាក់គាត់ថាជាលេខកូដស្តុកនេះទេបាទវាផលិតរួមបាទផលិតរួមគឺគាត់ដាក់តែកុងទ័រទេដល់ពេលកុងទ័រនេះគាត់អត់ចេះដាក់ដាក់ដកអត្ថប្រយោជន៍ឲ្យយើងវិញគាត់អត់ចេះតែត្បូងឃ្មុំដែរឬក៏ឬខេត្តផ្សេងបងប្អូនមើលបងប្អូននៅតាមបណ្ដាខេត្តផ្សេងហ្នឹងបងប្អូនជួយមើលខមមិនខ្ញុំវាមិនសូវអាស៊ីជំរឿពីបញ្ហារឿងចាប់ព្រះអាទិត្យលក់អីខ្ញុំវាមិនសូវព្រោះដឹងតែព្រះអាទិត្យវាជាសាធារណៈឥឡូវទៅជាព្រះអាទិត្យវាស្មុកស្មាញច្រើនណាពលរដ្ឋឥឡូវវាស្មុកស្មាញច្រើនមែនទែនបាទអញ្ចឹងមើលបងប្អូនចង់និយាយទេខ្ញុំចង់និយាយថាចំណុចណាដែលបងប្អូនថារោគភាពអយុត្តិធម៌ចំណុចមេត្រាតាណារោគភាពអយុត្តិធម៌នេះគឺគេអត់បានតម្លើងកុងទ័រអគុយឲ្យខ្ញុំខាងអគិសនីហ្នឹងខាងអគិសនីបាទខាងលោកហងប៊ុនធឿនជាប្រធានអគិសនីខេត្តត្បូងឃ្មុំហ្នឹងបាទមិនយ៉ាងលោកហងប៊ុនធឿនលោកហងប៊ុនធឿនមេត្តាជួយបំភ្លឺបកស្រាយជូនសាធារណជនមើលគាត់ថាហេតុអីបានដល់ពេលកុងទ័រចេះដាក់កុងទ័រសូឡាចេះដាក់កុំរួមបាទដល់ពេលដកអត្ថប្រយោជន៍ឲ្យយើងគាត់ថាគាត់អត់ចេះដាក់អត់តន់មានបច្ចេកទេសបាទអានេះមេត្រានេះគេត្រូវដកឲ្យយើងបាទត្រូវដកឲ្យយើងហើយគាត់អត់តន់មានបច្ចេកទេសខ្លួនគាត់ជំរុញឲ្យយើងដាក់នេះបាទហើយដល់បើសិនយើងមិនព្រមដាក់គាត់ចេញលិខិតមកបដាច់ភ្លើងយើងចេញលិខិតមកចេញលិខិតឲ្យយើងគាត់ចេញលិខិតបាទនេះលិខិតរបស់គាត់បាទមើលអាននេះមែនចេញលិខិតបាទសុំអាននេះបាទព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រអគ្គិសនីកម្ពុជាអគ្គិសនីត្បូងឃ្មុំលេខ512អតខថ្ងៃច័ន្ទ14រោចខែផល្កសាចឆ្នាំមមីគ្រិស្តសករាជ2570ត្បូងឃ្មុំថ្ងៃទី13ខែកក្កដាឆ្នាំ2026សេចក្តីជូនដំណឹងអគ្គិសនីត្បូងឃ្មុំសូមជម្រាបជូនលោកស្រីឈ្មោះអោមរីវ៉ាន់2អោមរីវ៉ាន់ហ្នឹងគឺឈ្មោះភ្លើងហ្នឹងគឺដាក់ឈ្មោះប៉ាខ្ញុំបាទហ្នឹងហើយមានលេខសម្គាល់អតិថិជន ID 4506868511ជាអតិថិជនប្រើប្រាស់ចរន្តនៅប៉ុស្តិ៍ KP 005ប្រអប់លេខ 103A មេតាជ្រាបថាអគ្គិសនីអតិថិជននៅពុំពាន់បានអនុវត្តនីតិវិធីក្នុងការដំឡើងនាឡិកាស្ទង់កត់ត្រាធម្មពល
ដែលផលិតដោយប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យលើដំបូលរបស់ខ្លួនសម្រាប់ទូទាត់ថ្លៃប៉ះពៅឲ្យទៅប្រព័ន្ធបណ្ដាញជាតិដោយអនុលោមទៅតាមបទបញ្ញត្តិស្ដីអំពីការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាលិខិតលេខ166សរ24 អអកចុះថ្ងៃទី26ខែធ្នូឆ្នាំ2024របស់អាជ្ញាធរអគ្គិសនីកម្ពុជានៅឡើយអគ្គិសនីត្បូងឃ្មុំស្នើឲ្យអតិថិជនអនុវត្តនីតិវិធីក្នុងការដំឡើងនាឡិកាស្ទង់កត់ត្រាធម្មពលដែលផលិតដោយប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យរបស់ខ្លួនសម្រាប់ទូទាត់ថ្លៃប៉ះពៅទៅប្រព័ន្ធបណ្ដាញជាតិតាមគោលការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាការផ្អាកប្រើប្រាស់ប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យទាំងស្រុងដោយកាត់ផ្ដាច់ប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យពីបណ្ដាញអគ្គិសនីត្បូងឃ្មុំករណីអតិថិជនពុំអនុវត្តនីតិវិធីខាងលើនាឡិកាស្ទង់សម្រាប់កត់ត្រាប្រព័ន្ធធម្មពលពន្លឺព្រះអាទិត្យរួចជូនដំណឹងមកអគ្គិសនីត្បូងឃ្មុំវិញដោយពុំឲ្យបានមុនថ្ងៃទី22ខែកក្កដាឆ្នាំ2026ជាកំហិតផ្ទុយទៅវិញអគ្គិសនីត្បូងឃ្មុំនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្ដោះអាសន្នក្នុងករណីអតិថិជនពុំបានអនុវត្តតាមគោលការណ៍ខាងលើអគ្គិសនីត្បូងឃ្មុំសង្ឃឹមថាលោកស្រីនឹងចូលរួមសហការនិងយល់ព្រមអនុវត្តតាមគោលការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជានិងអគ្គិសនីកម្ពុជាដោយក្តីអនុគ្រោះសូមគោរពលោកស្រីមេត្តាជ្រាបជាព័ត៌មាននិងទទួលការរាប់អានពីខ្ញុំប្រធានអគ្គិសនីត្បូងឃ្មុំហងប៊ុនធឿនមានបងប្អូនខ្ញុំទេណាបាទអរគុណណាស់ហើយឥឡូវសូមកាមេរ៉ាចាប់ទីបាទនេះលិខិតបាទនេះបាទលិខិតបាទចា៎បាទអញ្ចឹងចាឥឡូវគាត់ផ្ដាច់នៅគាត់អត់បានផ្ដាច់ទេដោយសារខ្ញុំសុំគាត់ខ្ញុំថាបងរឿងហ្នឹងដូចខ្ញុំតវ៉ាដែរអញ្ចឹងខ្ញុំវារងអយុត្តិធម៌នៅខ្វះអតីតនេះអញ្ចឹងខ្ញុំសូមធ្វើអន្តរាគមន៍មកអគ្គិសនីកម្ពុជាបាទឥឡូវហ្នឹងខ្ញុំបានធ្វើលិខិតទៅអគ្គិសនីកម្ពុជាហើយនេះបាទខ្ញុំចូលទៅតាមច្រកគេហ្នឹងគេអត់បានបោះត្រាទេប៉ុន្តែគេសញ្ញេបានទទួលបាទនេះឈ្មោះធ្វើលិខិតបាទខ្ញុំធ្វើលិខិតហើយបាទធ្វើលិខិតបាទហើយខ្ញុំធ្វើលិខិតហើយខ្ញុំធ្វើលិខិតមួយទៀតទៅអាដាមកែវវឌ្ឍនៈរដ្ឋមន្ត្រីក្រសួងរាយហើយធម្មពលកាមេរ៉ាចាប់នេះកាន់នេះបាទកាន់នេះបាទហ្នឹងហើយនេះបងប្អូនធ្វើលិខិតបាទធ្វើលិខិតហើយបាទដើម្បីដាក់ទៅហើយបាទហើយលិខិតនេះគេធ្វើច្រកចាញ់ហើយបាទនេះបាទដើម្បីឲ្យគាត់អន្តរាគមន៍ព្រោះខ្ញុំវាមានភាពរងអយុត្តិធម៌អញ្ចឹងបាទទុកឲ្យថ្នាក់ដឹកនាំជួយមើលបាទអញ្ចឹងដាក់ចូលហើយណាដាក់ចូលហើយខ្ញុំដាក់ចូលតាំងពីបានប្រកាន់ដៃហើយបានប្រកាន់ដៃដាក់តាំងថ្ងៃទី17បាទនេះដាក់ចូលបាទដាក់ចូលបាទកាមេរ៉ាចាប់ទីបាទខ្ញុំមិនថាអត់នេះទេបាទនេះខ្ញុំដាក់ចូលហើយបាទដាក់ចូលហើយបាទអញ្ចឹងអគ្គិសនីខាងអាដាមកែវរតនៈអត់តាន់ហើយណាអត់នេះកែវរតនៈហ្នឹងបាទនោះបាទនឹងដាក់ចូលហើយបាទដាក់លិខិតចូលដើម្បីទាមទារបាទឲ្យគាត់ជួយអន្តរាគមន៍បាទវាខ្ញុំអត់មាននេះអីទេគាត់ថារកភាពត្រឹមត្រូវតែប៉ុណ្្នឹងទេអញ្ចឹងបាទហើយទុកឲ្យថ្នាក់ដឹកនាំគាត់អន្តរាគមន៍មើលគាត់ថាឥឡូវវាយ៉ាងម៉េចយ៉ាងណាហើយអគ្គិសនីហ្នឹងគេដាក់អសានវត្តគេអត់ចេញលិខិតទេប៉ុន្តែគេនិយាយផ្ទាល់គេថាខ្ញុំដោះស្រាយនៅក្នុងខែ7ហ្នឹងឲ្យហើយកាលណាចូលដល់ខែ8គេចេញអសានវត្តមកមួយទៀតគេនឹងផ្ដាច់ភ្លើងមែនតើបាទហើយដល់ពេលដូចខ្ញុំធ្វើលិខិតចឹងអន្តរាគមន៍ឲ្យខ្ញុំទៅទឿនថ្នាក់ដឹកនាំហ្នឹងត្រូវតែដោះស្រាយរឿងខ្ញុំមិនមើលការងារគាត់ច្រើនយ៉ាងនេះបងឯងគិតហើយគាត់ជារកកំហិតខ្ញុំឲ្យដោះស្រាយភ្លាមហើយខ្ញុំធ្វើលិខិតទៅថ្នាក់ដឹកនាំហើយឲ្យខ្ញុំទៅទឿនថ្នាក់ដឹកនាំហើយការងារគាត់មកកំភ្លុះបាទឥឡូវដែលបងអូនរោងភាពអយុត្តិធម៌នោះបងអាចបញ្ជាក់សារថ្មីរោងភាពអយុត្តិធម៌ត្រង់ចំណុចត្រង់ណាម្ដងទៀតដើម្បីទៅកាន់មហាជនយើងអញ្ចឹងខ្ញុំរោងភាពអយុត្តិធម៌គឺនៅត្រង់គាត់អត់ចេះដាក់មានន័យថាច្បាប់រដ្ឋបានចែងហើយច្បាប់រដ្ឋចែងហើយថាត្រូវតែដាក់ត្រូវតែដូចនៅក្នុងច្បាប់នេះគេអត់មាននិយាយថាដាក់កុងទ័រមិនដាក់កុងទ័រទេគាត់ដាក់នៅក្នុងនេះគេដាក់ចំហថា
កតាបកិច្ចអ្នកដែលដាក់សូឡាច្រើនហ្នឹងគឺត្រូវតែបង់លុយថ្លៃប៉ះពើជូនរដ្ឋ បាទ ខ្ញុំព្រមបង់ ព្រមបង បាទហើយ អ្វីតាមទាំងអស់ បាទតាមទាំងអស់ប៉ុន្តែគាត់ចេះដាក់តែអាសរុបអាដកអត្ថប្រយោជន៍មកយើងវិញអត់ចេះដាក់ហើយខ្ញុំប្រាប់គាត់ទៀតថាបងវាអត់មានសម្រួលអីទេបងសម័យនេះវាយើងយកតាម app ទៅព្រោះឥឡូវស្អីក្រោយក៏វា app ដែរមិនចឹងបាទដូចអត់មានអីទេបងដូចឥឡូវដូចខ្ញុំនៅហ្នឹងខ្ញុំចង់ដឹងថាមួយថ្ងៃខ្ញុំផលិតភ្លើងបានប៉ុន្មានបាទនេះ ហើយយើងបងពុនតាមហ្នឹងទេបាទនេះមើល ណានេះខ្ញុំដាក់នេះបាទមើលខ្ញុំអត់ប្រាប់អត់គាត់ហត់ទេបាទអញ្ចឹងក្នុងថ្ងៃហ្នឹងខ្ញុំផលិតភ្លើងបាន599.4 គីឡូវ៉ាត់បាទអញ្ចឹងអាគុយខ្ញុំបាន210.5 បាទ អញ្ចឹងយើងបូកដកតាមហ្នឹងទៅបាទស៊ីសងថ្លៃឆ្នូរទៅបាទដូចអត់មានអីទេខ្ញុំហើយអាហ្នឹងវាអត់មានអីស្មុគស្មាញទេខ្ញុំអត់មានបានមកជួបបងទេបើគាត់ព្រមយកអញ្ចឹងបាទខ្ញុំអត់មានបានអីនេះយើងព្រមបងអញ្ចឹងខ្ញុំប្រាប់គាត់ថាឥឡូវគាត់អត់មានបច្ចេកទេសក្នុងការដាក់កុងទ័រហ្នឹងខ្ញុំថាឥឡូវបងអត់ទាន់មានបច្ចេកទេសបងយកតាម app បដអសនសិនទៅបាទអញ្ចឹងណាបាទកុំឲ្យវាខាតបងរៀងខ្លួនកុំឲ្យគាត់ថាគាត់ខាតរត់ខាតព្រោះដាក់សូឡាអត់បានបងមួយថាគាត់ខាតដល់ពេលអញ្ចឹងខ្ញុំថាឥឡូវកុំឲ្យបងខាតបងយកចាប់ខាតមើលចាប់ព្រះអាទិត្យពលរដ្ឋចាប់ព្រះអាទិត្យយកតម្លៃជាភ្លើងបាទហើយស្មុគស្មាញហ្នឹងក៏ទៅបាទវាស្មុគស្មាញមានលុយទិញឧបករណ៍ដាក់ឲ្យហ្នឹងគឺចំណេញបរិស្ថានស្មុគស្មាញបាទវាអានេះវាធម្មពលស្អាតហើយខ្ញុំឃើញរដ្ឋាភិបាលដូចគាត់និយាយផ្សាយគាត់ជំរុញបាទជំរុញដោយអាដាមកែវវឌ្ឍនៈគាត់ដូចជំរុញថាឲ្យប្រជាជនបាទសហគ្រាសខ្នាតតូចខ្នាតធំហ្នឹងដាក់សូឡាទៅវាកាត់បន្ថយនៃការចំណាយនៃថ្លៃដើមដូចថាធម្មតាយើងធ្វើអីមួយបាទវាមិនត្រូវការភ្លើងបាទអញ្ចឹងកាលណាយើងកាត់បន្ថយថ្លៃដើមអញ្ចឹងអាការផលិតយើងហ្នឹងវាកាត់បន្ថយអញ្ចឹងអាការយើងលក់ផលសម្រាប់ហ្នឹងវាទៀតបាទអាហ្នឹងអញ្ចឹងគណៈបងអ្វីបងព្រមធ្វើតាមទាំងអស់តាមទាំងអស់តែនេះទៅតែខាគិសនីខេត្តត្បូងឃ្មុំនេះក៏អត់ចេះបច្ចេកទេសអត់ចេះបច្ចេកទេសហ្នឹងហើយចុះគាត់បើគាត់ចេះបច្ចេកទេសធ្វើមិនទៅខ្ញុំបងប្អូនចុះបងមានសួរតើក្នុងបណ្ដាខេត្តផ្សេងជួបបញ្ហានេះបងអត់មើលខ្ញុំអត់បាននេះទេអញ្ចឹងបានថាខ្ញុំចង់មើលសួរបងប្អូនយើងសួរបងប្អូនដែលចូលមើលក្នុងការ live នេះថាបើអាជីវកម្មឲ្យបានតម្លៃសូឡានេះតើមានរងភាពអយុត្តិធម៌ដូចខ្ញុំដែរអត់បាទព្រោះខ្ញុំអត់បានទៅច្រាវជ្រាវថាអ្នកណាដាក់សូឡាដើម្បីរោមតិមហាជនអីទេបាទអានេះខ្ញុំនិយាយជាខ្ញុំដែលជួបប្រទេសនៅក្នុងខេត្តត្បូងឃ្មុំហ្នឹងបាទក្រុមរងជួបប្រទេសបាទរឿងនេះឥឡូវនេះបងទៀមទាអ្វីឥឡូវបងសំណូមពរទៅអ្វីទៅអាយដាមខ្ញុំសំណូមពរមានប្រមាណចំណុចទៅអាយដាមកែវរតនៈបាទខ្ញុំសំណូមពរដូចជាអត់មានអីបងមាន3ចំណុចបាទសូមមានតាអញ្ចឹងមាន3ចំណុចមុននឹងនេះខ្ញុំគោរពសម្ដេចបវរធិបតីហ៊ុនម៉ាណែតហើយនឹងសូមគោរពអាដាមកែវរតនៈក្រសួងរាយធម្មពលខ្ញុំវាមានរកភាពអយុត្តិធម៌ជាមួយខាងអគ្គិសនីត្បូងឃ្មុំហើយខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំទាំងអស់ដែលបានឃើញហើយនឹងបានជួយអន្តរាគមន៍ដើម្បីឲ្យខ្ញុំជាសហគ្រាសអាជីវករខ្នាតតូចដើម្បីបកកអាជីវកម្មទៅមុខទៀតកុំឲ្យរងភាពអយុត្តិធម៌ដោយអគ្គិសនីត្បូងឃ្មុំបាទអរគុណណាស់ពេលនេះខ្ញុំបាទសូមថ្លែងអរគុណណាស់បងដែលបានចំណាយពេលវេលាដ៏មានតម្លៃមកផ្ដល់កិច្ចសម្ភាសន៍និយាយទៅធូរទ្រង់ហ៎បាទអរគុណណាស់អញ្ចឹងខ្ញុំសូមថ្លែងអរគុណចំពោះប្រិមិត្តរបស់ SBT ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានកិច្ចសម្ភាសន៍មួយនេះបាទពេលនេះខ្ញុំបាទសូមលំអរកាយគ្រប់លាទៅប៉ុណ្ណេះ